ដោយស្មើគ្នាអានឹងយើងយកមកអញ្ចឹងយើងដកទៅគឺឃើញ0រកចំនួនថង់រកចំនួនថង់ទឹកអំពៅយើងយកអាដែរមកយើងពិសេសជាជួរទេយក1500ចែកនឹង500ស្មើនឹង3ថង់សម្រាប់ចំណោទទី4ចំណោទទី4អង្គការមួយយកស្រូវចំនួន2500គីឡូក្រាមទៅចែកឲ្យ100គ្រួសារតើគ្រួសារនីមួយៗបានទទួលអង្ករប្រមាណគីឡូក្រាមតំណោះស្រាយកន្លែងនេះក៏របៀបខ្ញុំធ្វើក៏អញ្ចឹងដែរបើខ្ញុំរៀនសិស្សនៅផ្ទះគឺគ្នាខ្ញុំធ្វើរបៀបណាបើលេខតូចគឺប្រើតែលេខតែបើលេខធំគឺខ្ញុំយកគុណយក100នេះយកទៅគុណនឹង1គុណនឹង2ធ្វើម៉េចឲ្យបានក្បែរនឹង2500ឬក៏បានស្មើនឹង2500ណាយើងគុណនឹង2មកវាបាន200យើងដកវាមកខាងនេះតម្លាក់5មកខាងនេះតម្លាក់0ខាងនេះតម្លាក់0អញ្ចឹងទៀត500យើងទុកនឹងសិនយក100យកទៅគុណនឹងប្រមាណបាន500ទៀតអញ្ចឹងយើងគុណ1 5មក5 0 0 5ម្ដង5 500ដក500ស្មើនឹង0នេះចែកដែរគ្មានសំខាន់ណារកចំនួនអង្គដែលគ្រួសារនីមួយៗទទួលបាន2500ចែកនឹង100ស្មើនឹង25គីឡូក្រាមឆ្លើយថាគ្រួសារនីមួយៗទទួលបានអង្គ25គីឡូក្រាមកន្លែងហ្នឹងបើយើងប្រើមេគុណទៅយូរហើយយើងគុណយកមកមិនលឿន5សិស្សលេខធំលេខតូចៗយើងប្រើមេគុណបានក្នុងមួយប្រអប់គេដាក់ឥដ្ឋការ៉ូចំនួន8សន្លឹកបើគេមានឥដ្ឋការ៉ូចំនួន2688សន្លឹកតើគេត្រូវការប្រអប់ប៉ុន្មានដំណោះស្រាយប្រមាណវិធីធ្វើបែបនេះអ្នកគ្រូកាត់ខ្ទះមកកាត់ខ្ទះ2មកបើយើងកាត់ខ្ទះ1ចែកកើតទេបើណា2ចែក6ខាងនេះតូចជាងចែកមិនកើតដល់តែពេលខាងនេះជាតំណាងចែកខាងនេះធំជាងតួចែកខាងនេះបានចែកកើតអញ្ចឹងយើងកាត់ក្បៀស2មកយើងមើលមេលេខខាងក្រោម3 8ដងវា24អញ្ចឹងបើយើងដាក់4ក៏វាលើសដែរដាក់2តិចពេកអញ្ចឹងយើងដាក់3ឲ្យក្បែរនឹង26អញ្ចឹងបាន24អញ្ចឹងខាងនេះ0យើងដកវាមកនៅសល់2អញ្ចឹង2ចែក8អត់កើតទេអញ្ចឹងយើងទម្លាក់8មកទៀតទម្លាក់8មកយើងដាក់បាន3ទៀត3 24អញ្ចឹង28ដល់24នេះអានេះ0អានេះនៅសល់4អញ្ចឹងយើងទម្លាក់8មកទម្លាក់8មកតើយើងសូត្រមេលេខ8 6ដល់48អញ្ចឹងដកគ្នាមកគឺ0មានសំណល់រកចំនួនប្រអប់ឥដ្ឋការ៉ូកន្លែងនេះយើងធ្វើទេក៏ដែរមកធ្វើក៏ដែរឆ្លើយថាគេត្រូវការឥដ្ឋការ៉ូចំនួន300